នុញ្ញាតសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ពុកម៉ែបងប្អូនទស្សនិកជនទាំងនៅដូចជាក្រៅប្រទេសជាទីស្នេហាសួស្តីឆ្នាំថ្មីខាងមុខជូនពរឲ្យពុកម៉ែបងប្អូនសុខសប្បាយទាំងអស់គ្រប់គ្នាថ្ងៃនេះផងដែរខ្ញុំបាទមានអ្វីដែលថ្មីយកមកចែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទស្សនាផ្នែកខាងមុខរបស់ខ្ញុំបងប្អូនដឹងហើយនេះគឺជាដើមទ្របខាណាបងប្អូនគឺដើមទ្របខាអញ្ចឹងខ្ញុំនឹងប្រាប់អំពីឱសថបុរាណមួយយ៉ាងអញ្ចឹងកុំអោយពុកម៉ែបងប្អូនទន្ទឹងរង់ចាំយូរទៅទស្សនាប្រយោជន៍ទាំងអស់គ្នាតោះបងប្អូនទៅទស្សនាណែដើមទ្របខាអញ្ចឹងបងប្អូនមើលផ្លែវាឲ្យច្បាស់ខ្លាចបងប្អូនយល់ច្រឡំបងប្អូនណាផ្លែវាអញ្ចឹងមូលអត់មែនទ្របស្រួយណាបងប្អូនណានឹងទ្របខាអ្នកទ្របខាផ្លែមូលដូចគ្នាប៉ុន្តែស្លឹកវាមានរោមហើយទី2មេឃរបស់វាហ្នឹងក៏មានប្រឡាដែរបងប្អូនណាអញ្ចឹងហើយបងប្អូនកុំយល់ច្រឡំចេះតែយកទៅប្រើចេះតែផាប់យកទៅប្រើអត់ត្រូវទេបងប្អូនណាអញ្ចឹងមើលហើយពូកែបងប្អូននឹងតិចខ្ញុំរៀបរាប់នឹងវិធីប្រើប្រាស់នឹងថ្នាំព្យាបាលអ្វីណាបងប្អូនណាចាអញ្ចឹងកុំអោយបងប្អូនពុកម៉ែបងប្អូនទន្ទឹងរង់ចាំយូរអញ្ចឹងផ្លែទ្របខាយកមកធ្វើថ្នាំព្យាបាលជំងឺឈឺធ្មេញណាបងប្អូនឈឺធ្មេញដង្កូវស៊ីធ្មេញវិធីប្រើប្រាស់វិញម្ដងសូមបងប្អូនយកផ្លែទ្របខាចំនួន1ផ្លែបន្ទាប់មកចិត្តក្បាលទ្របខានឹងចេញណាបងប្អូនបន្ទាប់មកយកកូនកំបិតស្គៀលក្បាលសៀក្បាលទ្របខាដែលយើងចិត្តក្បាលចេញអំបញ្ញមិញហ្នឹងបងប្អូនណារួចយកមកអាំងឲ្យមានទឹកហើយពុះយើងត្រូវយកសម្លៃឲ្យបានស្អាតបន្ទាប់មកយកសម្លៃផ្ដិតទឹកដែលយើងអាំងលើសង្ក្រានហ្នឹងដែលយើងអាំងហ្នឹងយកមកញុកកន្លែងដែលយើងឈឺធ្មេញហ្នឹងបងប្អូនណាឈឺធ្មេញហ្នឹងបានតែ5នាទីបាត់ដូចគេបេះហ្នឹងបងប្អូនហើយចំណុចទី2យកទឹកទ្របខាអាំងដូចគ្នាបងប្អូនយកទឹកទ្របខាអាំងដូចគ្នាលាយជាមួយប្រមាត់ពុះថ្លាន់ធ្វើឲ្យធ្មេញរឹងមាំអត់ពុករហូតដល់យើងចាស់តែម្ដងអញ្ចឹងខ្ញុំចង់លើកនិយាយប្រាប់បងប្អូនមួយឪពុកខ្ញុំគាត់ព្យាយាមធ្វើគាត់គ្រូថ្នាំធ្មេញហ្នឹងបងប្អូនណាឥឡូវអាយុ89ហ្នឹងបងប្អូនធ្មេញនៅស្អាតដដែលគាត់ព្យាយាមធ្វើថ្នាំលាបធ្មេញទឹកទ្របខាជាមួយនឹងប្រមាត់ពុះថ្លាន់ហ្នឹងបងប្អូនអាយុ21ឥឡូវអាយុ89ហ្នឹងបងប្អូនធ្មេញអត់តាន់បាក់មួយបងប្អូននិយាយមែនអត់តកោស៊ីដង្កូវស៊ីក៏អត់រយៈស៊ីធ្មេញអីក៏អត់មានដែរបងប្អូនពូកែមែនហើយបងប្អូនអាចយកទៅសាកបានបងប្អូនធ្វើដូចខ្ញុំប្រាប់ខ្លាចបងប្អូនរកប្រមាត់ពុះថ្លាន់អត់បានបើរកបានល្អបងប្អូនធ្មេញរឹងមែនខ្ញុំនិយាយអត់ភូតផកុហកបងប្អូនទេខ្ញុំនិយាយនេះគឺមកចែករំលែកឲ្យបងប្អូនបានធ្មេញរឹងដង្កូវអត់ស៊ីធ្មេញទេបងប្អូនណាបាទបងប្អូនមានប៉ុណ្ណឹងអរគុណដល់ការចំណាយពេលវេលាដ៏មានតម្លៃរបស់ពុកម៉ែបងប្អូនដូចជាក្នុងនិងក្រៅប្រទេសផងដែរអរគុណពុកម៉ែបងប្អូនសូមជួយចុច like និង share comment និងចម្ងល់ហើយបើមានកន្លែងណាដែលមិនសមរម្យខ្វះខាតសូមពុកម៉ែបងប្អូនជួយបំពេញបន្ថែមតាមរយៈ comment បែបថាបណាសូមពុកម៉ែបងប្អូនអញ្ជើញមកថ្មីសូមជួយចុច follow ឲ្យខ្ញុំម្នាក់មួយផងដើម្បីបានទស្សនាវីដេអូរបស់ខ្ញុំថ្មីនិងជួយ share ខណៈពេលនេះខ្ញុំចន្ទាស្រឡាញ់ធម្មជាតិសូមលំអរកាយគោរពលាខ្ញុំសូមសន្យាជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណនិងជម្រាបលា